បាទសួស្តីពុកម៉ែបងប្អូនអរគ្នាបាទថ្ងៃនេះក្រុម The Best Service Team មកផ្លាស់ប្ដូរអំពូលអតិថិជនមួយកន្លែងទៀតហើយគឺនៅផ្សារទូគោកពុកម៉ែបងប្អូនអរគ្នាគាត់ខលមកជាងអូយខ្ញុំផ្ទះខ្ញុំងងឹតហើយខ្ញុំរកជាងដែរតែរត់បានហើយជាងដែលគាត់មកពីច្រើនរវល់ណាត់គ្នាអត់ត្រូវអញ្ចឹងណាហើយខ្ញុំថាបងអើយបងឯងកុំបារម្ភឥឡូវបងអាចលាក់ location មកខ្ញុំទៅ check មើលសិនថាដូរប្រមាណគ្រាប់អីប្រមាណគ្រាប់អញ្ចឹងទៅយើងបានមើលទៅការងាររបស់កន្លែងគាត់ហ្នឹងគឺមានចរាស្រាប់យើងគាត់ថាមិនចង់ឲ្យមានការ late បន្ថែមទៀតយើងក៏សម្រេចថាផ្លាស់ប្ដូរអំពូលជូនគាត់ភ្លាមតែម្ដងនៅពេលដែលយើងទៅដល់ check ឃើញថាអូខេយើងអាចផ្លាស់ប្ដូរបានមិនចាំបាច់ត្រូវការគ្នាច្រើនយើងផ្លាស់ប្ដូរជូនគាត់ភ្លាមតែម្ដងហើយគាត់ថាអីជាងដាក់តម្លៃភ្លាមធ្វើភ្លាមតែម្ដងខ្ញុំថាអត់ធ្វើមិនលុយសុទ្ធព្រោះយើងតាក់ទងមកយើងទៅ check ភ្លាមមើលគាត់ថាអូខេមានចរាស្រាប់យើងអត់ចាំបាច់ឲ្យក្រុមការងារដឹកចរាមកទេអញ្ចឹងយើងផ្លាស់ប្ដូរជូនគាត់ភ្លាមតែម្ដងកុំឲ្យចាំយូរព្រោះដោយសារអីត្អូញថាល្ងឹតយើងអើយល្ងឹតណាត្រូវការមកផ្លាស់ប្ដូរអំពូលតិចទៅដើម្បីកុំឲ្យវាងឹតពេកពេលឡើងមកម្ដងដាច់អំពូលអស់លីងតែម្ដងហើយមានបញ្ហាព្រីកុងតាក់អីផ្សេងវាឆ្លងទៀតអញ្ចឹងហើយខ្ញុំគិតថាអូខេការងារប៉ុណ្ណេះអាចធ្វើតែឯងបានរៀបចំធ្វើជូនគាត់ភ្លាមតែម្ដងផ្លាស់ប្ដូរកុងតាក់ផ្លាស់ប្ដូរព្រីមួយចំនួនហើយនឹងពូលបែបសេរីចាស់ដែលធ្លាក់មកចានរៀងចានហ្នឹងវាមានបញ្ហាខូចដូចគ្នាអញ្ចឹងហើយខ្ញុំគិតថាអូខេយើងអាចផ្លាស់ប្ដូរទិញមកផ្លាស់ប្ដូរភ្លាមតែម្ដងនឹងហើយសម្រាប់ពុកម៉ែបងប្អូនអរគ្នាដែលមានបញ្ហាព្រីឆ្លងកុងតាក់ឆ្លងត្រូវការផ្លាស់ប្ដូរអាចទំនាក់ទំនងមកនៅ link ខាងក្រោម Telegram របស់ខ្ញុំផ្ទាល់អាចសាកសួរព័ត៌មានបន្ថែមពីបញ្ហាការងារនីមួយដែលមានតម្រូវការព្រោះខាងយើងខ្ញុំមានការងារជួសជុលជំរាបទឹកការងារធ្វើដបូក្បឿងជួសជុលទូភ្លើងឆ្លងលាបថ្នាំពីដានអីផ្សេងមានច្រើនប្រភេទព្រោះសារយើងមានក្រុមការងារច្រើនដែលទទួលបន្ទុកនៃការងារទាំងអស់ហ្នឹងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនត្រូវការសេវាកម្មកុំភ្លេចទំនាក់ទំនងមកក្រុមការងារយើងខ្ញុំដែលមាន link នៅខាងលើស្រាប់ហ្នឹងហើយអរគុណច្រើនចំពោះការងារកន្លងមកដែលអតិថិជនតែងតែទុកចិត្តលើក្រុមការងារយើងខ្ញុំបាទជាចុងក្រោយក៏សូមអរគុណច្រើនសូមជម្រាបលា